បាទសួស្តីបាទពុកម៉ែបងប្អូនបាទថ្ងៃនេះបាទមានបាទជាបាទប្រភេទវល្លិចងឯងហើយបាទខ្យងដែលក៏កើតផ្លែទៅជាថ្មដើម្បីថតបង្ហាញចែកជូនបាទពុកម៉ែបងប្អូនបាទទស្សនាកាយកំសាន្តបាទពេលអបសុកឬក៏បងប្អូនមកមាននិស្ស័យបាទចង់ចែកជាវយកទៅគោរពថែរក្សាបាទក៏អាចទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទបាទ085 786935បាទនឹងគឺជាលេខ Telegram ហើយមួយប្រព័ន្ធទៀតបាទគឺ087574443បាទនេះបាទឥឡូវខ្ញុំចាប់ផ្ដើមបង្ហាញពុកម៉ែបងប្អូនតែម្ដងបាទនេះហើយក៏មានជាប្រភេទបាទនេះបាទដូចជាងាវពុកម៉ែបងប្អូនហើយងាវបាទដែលក៏កើតខ្លាយទៅជាថ្មបងប្អូនបាទនេះបាទនេះរួមនេះគូបងប្អូនថ្មរឹងប៉ែបាទមាន2គ្រាប់បងប្អូនបាទមាន2គ្រាប់បាទបងមាននិស្ស័យបាទអាចចែកជាវបានបាទបាទប្រភេទបាទនេះជាប្រភេទរបស់ដែលកម្របាទដែលក៏កើតខ្លាយទៅជាថ្មពុកម៉ែបងប្អូនបាទអាយុកាលមិនមែនបាទតិចឆ្នាំទេបងប្អូនបាទនឹងបងប្អូនមើលជាក់ស្ដែងទៅតាមវីដេអូដែលខ្ញុំបង្ហាញបាទមាន2គ្រាប់បើបងមាននិស្ស័យបាទអាចចែកជាវបានបាទនិយាយរួមរបស់នេះគេផ្ញើខ្ញុំជួយចែកជាវឲ្យដែរទេហើយបាទតម្លៃធូរដែរទេនេះបើកាលពីមុនមួយគ្រាប់150,000ណាបងប្អូនបាទតែឥឡូវនេះគាត់ជាវបាទបញ្ញាប់លុយដែរអញ្ចឹងគាត់ជាវតែមួយគ្រាប់100000ទេបងប្អូនបាទមួយគ្រាប់តែ100000ទេបងប្អូននេះបងស្រឡាញ់ខាងផ្នែកបាទជាប្រភេទរបស់ដែលអាយុកាលយូរឆ្នាំដែលវិវត្តខ្លួនបាទឬក៏យើងហៅថាជាប្រភេទ fossil បាទនេះជាលក្ខណៈប្រភេទ fossil នេះប្រហែលជាងាវបាទឬក៏លៀសដែលក៏កើតខ្លាយទៅជាថ្មអញ្ចឹងអាយុកាលមិនមែនតិចឆ្នាំទេបាទអញ្ចឹងរបស់នេះគឺជារបស់កម្រដែរហើយហ្នឹងហើយបងគាត់ដឹងហើយបាទបាច់ខ្ញុំរៀបរាប់ច្រើនគាត់គ្រាន់តែឃើញគាត់ដឹងបាទនេះបងប្អូនឃើញមូលគួចជុំនេះហ៎បងប្អូនបាទហើយខ្ញុំក៏ធ្លាប់បង្ហាញជាញឹកញាប់ដែរបាទហើយឡូវមកដល់មួយទៀតហើយនេះរបស់បាទពូដែលគាត់បាទទុកថែរក្សាយូរខែឆ្នាំហើយឥឡូវគាត់ដាក់ឲ្យខ្ញុំបាទនេះជួយចែករំលែកបាទធ្វើជាវីដេអូដោយសារគាត់ឃើញវីដេអូខ្ញុំបង្ហាញពីថ្មខ្យងខ្លាយជាថ្មអញ្ចឹងក៏គាត់បាទថាឲ្យខ្ញុំជួយចែករំលែកអញ្ចឹងបងមាននិស្ស័យបាទអាចចែកជាវបានបាទនេះកន្លែងនេះអត់បានឆ្កឹះចេញទេគឺទុកអញ្ចឹងធម្មជាតិបាទនេះខ្យងណាបងប្អូនខ្យងនេះកន្លែងស្ទាប់នៃសម្បកខ្យងហើយបាទហើយខាងក្នុងហ្នឹងអាចនឹងមានជាប្រភេទបាទពណ៌ដូចជាត្បូងចឹងសនេះបងបាទមិនបានខ្ញុំហ៊ានថានោះដោយសាររបស់ខ្ញុំធ្លាប់បាទគោះវាយដើម្បីសម្អាតនោះបែកអញ្ចឹងវាមានផតខ្លះមានបាទដូចជាសរសៃត្បូងបាទនេះបងប្អូននេះសម្រាប់បងដែលគាត់មាននិស្ស័យចង់បាទជាវយកទៅបាទដាក់ទីអាសនៈឬក៏លើហឹងដើម្បីបាទមានភាពត្រជាក់ត្រជុំបាទនិយាយរួមប្រភេទបាទ fossil នេះ fossil សត្វខ្យងដែលក៏កើតខ្លាយទៅជាថ្មអញ្ចឹងប្រភេទរបស់នេះគឺកម្រណាធ្លាប់តែមានបាទជាប្រភេទ fossil ឈើបាទឆ្អឹងហើយឥឡូវនេះស្នែងបាទឥឡូវនេះបាទជាប្រភេទ fossil សត្វខ្យងបាទដែលកើតទៅជាថ្មបាទមិនដឹងអាយុកាលរាប់រយរាប់ពាន់ឆ្នាំបាទកើតចេញជាខ្យងចេះ
nâng ngày bong ổn bà chẳng miên mùi tí đấy hãy đâm lái thu đi bong ổn ai chát su bàn bà rồi có tay su bàn lại thân nia thà mình xóm nâng bà đâm lay giòn này thì pin muốn bà không lọp chiêu rồi bong cứ đâm lay bà cua xóm tại bữa sầm rạp nhóm phần nắng nhóm ở thang lại đi bà bộ chia là bọc cầm ro mình đập cọt thay dương mình lui 2 chiều bàn này bong ổn bà là bọc ní luôn bà ấy nè bà chỉ bọc hết vò bà vò tròn anh bà vò này bà có bà lọp thọt bằng hành đấy hay có miền bong quạt bà ơi tục đại đã lâu đã chạy chiều ra tham mày bàนี่ประเภทวอจามบอง bà ให้กรองให้កាលពីខ្ញុំបង្ហាញមុនមាន3វ៉តែបងគាត់ជាវទៅ2បាទហើយឥឡូវនៅមួយហ្នឹងបាទដោយសារគាត់ឲ្យទុកឥឡូវស្ងាត់ឈឹងខ្ញុំក៏ដាក់បង្ហាញផុសជាវសាថ្មីបាទហើយក៏មានបងដែលគាត់បាទចង់បានគាត់ឆាតសួរដែរតែគាត់ថាខ្ញុំថាមានម្ចាស់ហើយដោយសារគេឲ្យទុកអញ្ចឹងទៅបាទឥឡូវដាក់ចែកជាវសាថ្មីដោយសារយូរដែរហើយឆាតទៅអត់ឆ្លើយតបបាទអញ្ចឹងបងមាននិស្ស័យអាចចែកជាវបានប្រភេទវ៉ចាមចងឯងបាទអត់សូវច្បាស់ទេបងប្អូនបាទដោយសារទូរស័ព្ទយើងសេរីទៀបដែរហើយកាន់តែពិសេសទៀតពុកម៉ែបងប្អូននេះកាន់តែពិសេសទៀតហើយក៏កម្រដែរដើមនេះមិនមែនជាប្រភេទវ៉ទេពុកម៉ែបងប្អូននេះជាប្រភេទដើមឈើបាទហើយបានមកពីបាទបងប្រុសដែលគាត់ធ្វើជាទាហានបាទឥឡូវគាត់នៅខាងខេត្តតាកែវកាលមុនគាត់បាទធ្វើជាទាហាននៅខាងបាទព្រះវិហារបាទឥឡូវគាត់តែបាត់ត្រែតដែរហើយគាត់ក៏ដាក់ឲ្យខ្ញុំជួយចែករំលែកឲ្យគាត់ដែរបាទនេះពុកម៉ែបងប្អូនបាទនេះគឺជាបាទប្រភេទដើមសង្កែពុកម៉ែបងប្អូនបាទដើមសង្កែនេះចំណុចដែលចងបាទគឺចងអត់ស្អាតទេបងប្អូននិយាយរួមខ្នែងកន្លែងនេះខ្នែងដើមសង្កែតែវាកម្របងប្អូនកម្រនឹងដើមឈើចងនេះហើយកន្លែងនេះបត់មកលាយស៊ីសាច់គ្នាដែរនេះបងប្អូនបាទអញ្ចឹងវល្លិនេះគឺពិសេសណាបាទហើយរបស់គាត់ក៏រូបថែយូរឆ្នាំហើយអញ្ចឹងទៅបាទគាត់ក៏មិនមែនជាអ្នកធូធាដែរអញ្ចឹងគាត់ក៏ផ្ញើឲ្យខ្ញុំនឹងជួយចែករំលែកឲ្យបាទហើយធានាដើមសង្កែចងឯងបាទនិយាយរួមបងប្អូនមើលតែប៉ុណ្ណេះដឹងកែច្នៃឬមិនកែច្នៃបើថាពុតចងអីបាទពិបាកនឹងថាពុតចងដែរព្រោះដើមឈើទាញស្រួលបាក់ហើយបងប្អូនហើយនេះយូរឆ្នាំហើយបាទនេះសម្រាប់បងដែលមាននិស្ស័យបាទអាចជាវយកទៅគ្រប់បន្តបានបាទបងប្អូនបាទຂະຫນាតបន្តោងស្អាតបាទតែបើអត់ទេខ្ញុំសេរីបច្ច័យតន់បងអង្គការរួចអាចនឹងជាវទុកបាទចឹងអត់មានអីច្រើនទេពុកម៉ែបងប្អូនបាទគឺមានតែប៉ុណ្ណឹងដើម្បីបង្ហាញហើយសម្រាប់ស្វែងរកអ្នកមាននិស្ស័យផងដែរបាទមើលបងមាននិស្ស័យបាទអាចចែកជាបាននេះនិយាយប្រាប់តម្លៃត្មងបាទដាក់តែ80រៀលទេបងប្អូននេះ$80ទេបាទតែមុនសើ100ជាង200ជាងណាបងប្អូនឡូវដាក់$80ទេបាទដាក់តម្លៃតែម្ដងហើយវ៉នេះក៏ដាក់តម្លៃដែរបាទជាវតែ140,000នេះបងប្អូនជាវតែ140,000នេះបាទវ៉ចងឯងតែបើដើមឈើនេះបងមាននិស្ស័យនេះ18,000បាទ18,000បងប្អូនបាទហ្នឹងហើយរាល់កំហុសខុសឆ្គងក្នុងវីដេអូសូមពុកម៉ែបងប្អូនអធិស្ឋានផងបាទអញ្ចឹងវីដេអូខ្ញុំបាទគឺមានតែប៉ុណ្ណឹងទេបាទសូមអរគុណច្រើនសូមជម្រាបលាជួបគ្នាវីដេអូក្រោយទៀត